ច្រើនបាទជំរាបសួរលោកសុខុមលោកសុខុមបាទជំរាបសួរបាទលោកឮសំឡេងរៀងខ្សោយឆ្ងាយពីគ្នាបន្តិចបាទអត់អីទេបាទជំរាបសួរលោកសុខៈនិងលោកបត្រាបាទច្បាស់ល្អប៉ុន្តែខ្លាំងពេកទៅវិញអរគុណដល់លោកសុខុមថាតើអាកាសធាតុនៅឧត្តរមានជ័យយ៉ាងម៉េចដែរចង់ដឹងឲ្យបងប្អូនមហាជនលោកដឹងដែរតិចមើលបាទថ្ងៃនេះនៅក្រុងសំរោងឧត្តរមានជ័យគឺមេឃកន្លះធម្មតាទេបន្ទាប់ពីប្រហែលថ្ងៃមុនមានអាប់ចុះឡើងក្រាស់ហ្នឹងមកគឺមកទល់ពេលថ្ងៃនេះគឺមេឃកន្លះឡើងវិញហើយបាទអរគុណដើរព្រឹកហ្នឹងលោកមានដំណឹងអីជំរាបជូនដល់បងប្អូនកំពុងទេសនាលោកសុខុមបាទថ្ងៃនេះខ្ញុំមានព័ត៌មានមួយទាក់ទងទៅនឹងកំណោះពីសម្ដីរឿងមន់ឡើងចិត្តបាយមិនដេញនៅលើក្រេខណៈកំពុងហូបបាយ2នាក់ឈានដល់ការទីទៅពីដៃខ្លួនត្រូវជិះ10កន្លែងត្រង់ក្បាលបណ្ដាឲ្យស្លាប់នៅក្នុងស្រុកឈាមតែម្ដងបាទអរគុណណាស់ថាតើរឿងហ្នឹងវាកើតឡើងកាលពីពេលណាហើយនៅម្ដុំណារឿងករណីហ្នឹងបាទនៅក្នុងហេតុការណ៍នេះសមត្ថកិច្ចបានឲ្យដឹងថាពុទ្ធភូមិអូក្រវ៉ាន់សង្កាត់សំរោងក្រុងសំរោងខេត្តឧត្តរមានជ័យបាទដោយជនលោកគ្រូនោះគឺមានឈ្មោះទីចន្ទរាអាយុ24ឆ្នាំជាទាហាននៅក្នុងកងពលធំលេខ2ចំណែកឲ្យជនដៃដល់គឺជាបងប្អូនជាដូនមួយនឹងគ្នាមានឈ្មោះទីរស្មីអាយុ28ឆ្នាំរស់នៅជាមួយតាយាយក្នុងភូមិកើតហេតុខាងលើដូចគ្នាបាទមិញស្ថានភាពភាគីរងគ្រោះយ៉ាងម៉េចដែរខ្ញុំស្ដាប់ដូចមិនសូវច្បាស់លោកសុខុមបាទធ្ងន់ធ្ងរតាមបាទគឺយោងទៅតាមការបំភ្លឺរបស់យើងម៉មរីដែលជាជីដូនរបស់ចៅទី2ហ្នឹងគាត់បានអាងថាដំបងឡើងគឺដោយសារពីរនាក់ហ្នឹងកំពុងហូបបាយតែប្រព័ន្ធឡើងចាក់បាយទៅហើយជនដៃដល់បានប្រាប់ជនរងគ្រោះថាឲ្យដេញបនផងហើយជនដៃជនរងគ្រោះក៏បានតបវិញថាមិនដេញវាទេឲ្យវាជីទៅអាណិតវាទៅអាណិតសត្វហើយក៏បាទហើយក៏ឈានដល់ការរឿងប្រកែកចឹងទៅតែក៏ដាក់គ្នាឈានដល់ការទាញជាប់នៅក្បែរផ្ទះហ្នឹងវាយទួនមកលើជនរងគ្រោះតែម្ដងបាទជាប់ហ្មងអញ្ចឹងភ្លាមហ្នឹងគឺថាតើបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យវឹបភ្លាមឬក៏យ៉ាងម៉េចហេតុការណ៍នេះភ្លាមគឺមិនបានបញ្ជូនទៅខាងណាទេដោយសារជនរងគ្រោះស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរពេកត្រូវត្រង់ផ្នែកខាងមុខនិងក្បាលធ្ងន់ប្រកាច់ស្លាប់នៅក្នុងស្រុកឈាមពេលម្ដងបាទភ្លាមហ្មងអញ្ចឹងបញ្ជូនទៅមិនទាន់ណាបាទអរគុណណាស់ថាតើឥឡូវនិយាយអំពីរឿងការដោះស្រាយវិញថាតើភាគីទាំងពីរហ្នឹងជាសាច់ជាញាតិយើងដោះស្រាយក្នុងនាមជាសាច់ជាញាតិឬក៏ដោះស្រាយទៅតាមបច្ចេកទេសច្បាប់វិញបាទរហូតមកទល់ពេលនេះគឺក្រមគ្រួសារបានប្រគល់ជូនទូនីតិនេះទៅកាន់សមត្ថកិច្ចដើម្បីអនុវត្តទៅតាមផ្លូវច្បាប់បាទចប់បាត់អញ្ចឹងអរគុណណាស់លោកសុខុមដែលបានធ្វើសេចក្តីរាយការណ៍ប៉ុន្តែឥឡូវនេះគេចាប់អ្នកដែលបង្កបានហើយឬនៅឬក៏យ៉ាងណាចាប់ភ្លាមក្រោយពេល20នាទីបន្ទាប់ពីការហេតុនេះគេចាប់កម្លាំងតាមពង្រីកម្លាំងតាមចាប់សមត្ថកិច្ចបានតាមចាប់បានភ្លាមបាទឥឡូវបញ្ជូនទៅតុលាការហើយឬក៏ត្រឹមស្នងការទេបាទត្រឹមនៅអធិការនគរបាលហើយថ្ងៃចាំនេះកំពុងតែធ្វើទំនំរឿងបញ្ជូនទៅតុលាការហើយបាទបាទអរគុណច្រើនលោកសុខុមដែលបានធ្វើសេចក្តីរាយការណ៍អំពីរឿងមិនដេញមាន់បែរជាទៅដេញមនុស្សបាទជម្រាបលាបាទអរគុណច្រើនលោកសុខានិងលោកបត្រារួមទាំងសូមអរគុណសូមជម្រាបលាបាទគ្រប់គ្នារឿងបោះមាន់មិនទុកឲ្យមាន់ដោះស្រាយទៅជា